នៅក្នុងអវកាសមានអ្វីមួយដែលខ្លាំងណាស់អាចទាញអ្វីគ្រប់យ៉ាងទោះជាពន្លឺក៏ដោយវាត្រូវបានហៅថា black hole ប៉ុន្តែសំណួរធំបំផុតគឺវាលាក់អ្វីខ្លះនៅខាងក្នុង Black hole គឺជាតំបន់មួយក្នុងអវកាសដែលមានកម្លាំងទំនាញខ្លាំងណាស់អ្វីដែលចូលទៅមិនអាចត្រឡប់មកវិញបានទេសូម្បីតែពន្លឺក៏រត់មិនរួចនៅចំកណ្ដាល Black hole មានអ្វីមួយហៅថា singularity កន្លែងដែលទំហំស្មើ0ប៉ុន្តែទម្ងន់ធំខ្លាំងណាស់ច្បាប់ physics ដែលយើងដឹងមិនអាចអនុវត្តបាននៅទីនោះទេមានព្រំដែនមួយហៅថា event horizon នៅពេលដែលឆ្លងកាត់វាគ្មានផ្លូវត្រឡប់មកវិញពីខាងក្រៅវាហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែក្នុងនោះវាអាចជាគ្រោះថ្នាក់បំផុតបើមនុស្សចូលទៅក្នុង black hole ពេលវេលានឹងដើរយឺតរាងកាយនឹងត្រូវបានទាញវែង spaghettification ហើយចុងក្រោយអ្នកនឹងបាត់បង់ទៅក្នុងភាពងងឹតតើ black hole បំផ្លាញអ្វីទាំងអស់មែនទេអ្នកវិទ្យាសាស្ត្រខ្លះនិយាយថាវាបំបីអ្វីទាំងអស់ប៉ុន្តែអ្នកផ្សេងទៀតគិតថាព័ត៌មានឬ information អាចមិនបាត់ទេវាអាចត្រូវបានរក្សាទុកនៅលើផ្ទៃ event horizon មានទ្រឹស្ដីគួរឲ្យចាប់អារម្មណ៍មួយ black hole អាចជា portal ទៅកាន់កន្លែងផ្សេងអាចទៅកាន់ពិភពផ្សេងឬពេលវេលាផ្សេងប៉ុន្តែគ្មានភស្តុតាងច្បាស់នៅឡើយអ្វីដែលគួរឲ្យភ័យខ្លាំងបំផុតគឺយើងមិនដឹងពិតប្រាកដថាមានអ្វីនៅខាងក្នុងព្រោះគ្មានអ្វីអាចចេញមកប្រាប់បាននោះមានន័យថា black hole គឺជាអាថ៌កំបាំងធំបំផុតមួយក្នុងអវកាសBlack hole មិនមែនត្រឹមតែអ្វីដែលបំផ្លាញទេវាអាចលះចម្លើយអំពីពិភពលោកទាំងមូលហើយសំណួរមួយនៅតែមានតើមានអ្វីកំពុងរងចាំនៅខាងក្នុងបើអ្នកចង់ដឹងថាមានអ្វីនៅក្នុង Black hole comment ថា black ហើយកុំភ្លេច like and subscribe សម្រាប់វីដេអូអាថ៌កំបាំងបន្ថែម